ហេតុការណ៍មួយនេះបានកាត់ឡើងនៅឯ Kern County, California សហរដ្ឋអាមេរិកដែលបានបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងទៅលើករណីឃាតកម្មយ៉ាងសាហាវបរិយាផ្ស័យបានឆក់យកជីវិតនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់គឺជាបុរសវ័យក្មេងអាយុ21ឆ្នាំ Daniel Garnison ជាប់ពីបទករណីឃាតកម្មយ៉ាងសាហាវបរិយាផ្ស័យទៅលើ Kathy Pham នាងមានអាយុ21ឆ្នាំជានារីវ័យក្មេងដ៏ស្រស់ស្អាតជនជាតិវៀតណាមអាមេរិកការបាត់បង់អាយុជីវិតរបស់នាងបានបន្សល់ជាភាពសោកសៅជាខ្លាំងទៅកាន់សាច់ញាតិរបស់នាងទាំងអស់ហើយករណីនេះក៏បានបង្ហាញពីជីវិតមនុស្សពិតជាផុយស្រួយជាខ្លាំងKathy កើតថ្ងៃទី4ខែមេសាឆ្នាំ2000នៅក្នុង Kern County, California នាងជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារម្ដាយឪពុករបស់នាងមានឈ្មោះថា Thomas Pham ហើយនិង Jennifer Pham គ្រួសាររបស់នាងគឺជាអ្នកចំនួនទី3ដែលដូនតារបស់នាងជាជនជាតិវៀតណាមបានបម្លាស់ទីមកកាន់សហរដ្ឋអាមេរិក Kathy គឺជានារីវ័យក្មេងដ៏ស្រស់ស្អាតរាល់ពេលដែល Kathy ញញឹមស្នាមខួចពណ៌ទាំងសងខាងតែងតែលេចបង្ហាញចេញមកនាងគឺជាមនុស្សដែលឧស្សាហ៍ញញឹមមិត្តភ័ក្តិដែលស្គាល់នាងទាំងអស់បានហៅឈ្មោះឲ្យនាងជា Catherine គេស្គាល់នាងគឺជាមនុស្សវិជ្ជមានអត្តចរិតល្អកាលពីអំឡុងរៀននៅវិទ្យាល័យនាងធ្លាប់ធ្វើជាសមាជិកដ៏សកម្មនៅក្នុងក្រុមរាំ cheerleading Kathy ចូលចិត្តធ្វើសកម្មភាពកម្សាន្តជាច្រើនដូចជានាងចូលចិត្តការជិះសេះការហែលទឹកហើយនិងចូលចិត្តទៅដើរលេងនៅឆ្នេរសមុទ្រលើសពីនេះ Kathy ក៏ជាមនុស្សដែលស្រឡាញ់សត្វដែរនាងតែងតែនៅលេងបោះអង្អែលជាមួយឆ្មាជាមួយសត្វសំណក់ជាច្រើននៅក្នុងស្រុកភូមិរបស់នាងដែលមានកន្លែងជួយសង្គ្រោះសត្វនៅក្នុងឆ្នាំ2021ពេលនោះ Kathy មានអាយុ20ឆ្នាំ Daniel បានចាប់អារម្មណ៍មកកាន់ Kathy ពួកគេទាំងពីរនាក់ធ្លាប់ជាសិស្សរួមសាលាជាមួយគ្នាក្នុងការរៀននៅវិទ្យាល័យហើយបានបញ្ចប់ការសិក្សាកាលពីឆ្នាំ2018ឪពុករបស់ Daniel ជាជនជាតិអ៊ីស្លង់ចំណែកម្ដាយរបស់គាត់មានដើមកំណើតឆែកជីវិតធំធាត់ឡើងរបស់ Kathy និង Daniel មិនខុសពីគ្នាទេពួកគេសុទ្ធតែធំធាត់ឡើងនៅក្នុងទីក្រុង Ridgecrest រដ្ឋ California ដោយឡែកម្ដាយរបស់ Daniel បានលាចាកលោកទៅកាលពី1ឆ្នាំមុននឹងនៅពេលដែល Daniel បានជួបគ្នាជាមួយ Kathy ស្គាល់គ្នាបានត្រឹមតែ1ខែ Daniel បានលងស្នេហ៍និងសម្រស់ជាមួយនឹងបុគ្គលិកលក្ខណៈដ៏ល្អរបស់ Kathy យ៉ាងឆាប់រហ័សមិត្តភ័ក្តិដែលស្គាល់ Daniel បាននិយាយថា Daniel គឺជាមនុស្សអត់សូវមាត់សកលទេតែ Daniel បានបង្ហាញចរិតលក្ខណៈមួយចំនួនដែលមិនអាចទប់កំហឹងបានអំឡុងពេល Daniel តាក់ទងជាមួយ Kathy Daniel តែងតែផ្ញើសារដោយពាក្យសម្ដីល្អពាក្យសម្ដី sweet ផ្អែមល្ហែមអីចឹងទៅតែពេលសងគ្នាជាមួយគ្នានឹងដែរបើ Daniel ជួបផ្ទាល់ជាមួយ Kathy គាត់អត់អាចទប់កំហឹងឬក៏ឆាប់ខឹងច្រឡោតទៅកាន់ Kathy តែម្ដងនៅពេលម្ដងនោះដែល Daniel ទៅទទួលយក Kathy នៅឯ Las Vegasអំឡុងពេលធ្វើដំណើរតាមផ្លូវ Kathy នាងនិយាយទូរស័ព្ទហើយ Daniel ស្រាប់តែខឹងមកលើនាងជាខ្លាំងមួយរំពេចតែម្ដងដោយគាត់ខឹងមិនសមហេតុផលសោះគាត់ថានាងមិនបានយកចិត្តទុកដាក់មកលើគាត់ខ្វល់តែជាមួយទូរស័ព្ទនឹងដោយទប់កំហឹងមិនបាន Daniel បានបាក់ឡានក្នុងល្បឿនយ៉ាងលឿនហើយមានពេលមួយទៀតមិត្តភ័ក្តិរបស់ Kathy បានឮ Daniel ស្រែកគំហកមកលើ Kathy តាមរយៈទូរស័ព្ទនៅពេលដែល Kathy នាងបដិសេធមិនចង់ទៅផ្ទះរបស់គាត់ចំណុចទាំងអស់នេះបង្ហាញយ៉ាងច្បាស់រវាង Kathy ហើយនិង Daniel មានអត្តចរិតខុសគ្នាទាំងស្រុងរាល់ពេលពួកគេនិយាយគ្នាមិនបានយូរប៉ុន្មានផងតែងតែទាស់ពាក្យសម្ដីនឹងគ្នានៅយប់មុនថ្ងៃមានករណីឃាតកម្មកើតឡើង Daniel បានទៅឆ្លោះជាមួយ Kathy ជាខ្លាំងដោយសារតែគាត់បានឃើញមានបុរសផ្សេងនៅក្នុងផ្ទះរបស់ Kathy ហើយរាល់ការទេទូរស័ព្ទជាមួយគ្នា Daniel តែងតែលើកនិយាយថា Kathy ជាមនុស្សមិនស្មោះត្រង់នឹងគាត់ដោយសារតែអត្តចរិតរបស់ Kathy ជាមនុស្សរួសរាយគិតវិជ្ជមាននិងចូលចិត្តដើរទៅជួបអ្វីថ្មីបន្ទាប់ពីនាងចំណាយពេលមួយរយៈតាក់ទងជាមួយ Daniel នាងបានស្វែងយល់ថា Daniel ហើយនិងនាងអត់អាចចុះសម្រុងជាមួយគ្នាបានយ៉ាងល្អនោះទេហើយ Kathy បានទៅពិភាក្សាជាមួយ Daniel និយាយតាមត្រង់ថាពួកយើងទាំងពីរនាក់អត់មានចំណុចរួមគ្នាអាចរស់នៅជាមួយគ្នាបានសុខសាន្តទេនាងនិយាយទៀតថានាងអត់មានអារម្មណ៍ដូចដែល Daniel ផ្ដល់អារម្មណ៍មកលើនាងឡើយដូចនេះហើយនាងចង់ move on ជីវិតឲ្យប្រសើរឡើងទៅមុខទៀតអ្វីដែល Kathy ប្រាប់ Daniel គឺចង់ថាពួកគេមិនគួរណាបន្តទៅមុខទៀតទេបើសិនជានៅរកម្មរកបែបនេះចំណែកឯ Daniel បន្ទាប់ពីឮបែបនេះហើយគាត់ពិបាកចិត្តខ្លាំងណាស់ដែល Kathy មិនមានអារម្មណ៍ស្នេហាមកឲ្យគាត់បន្ទាប់ពីនិយាយគ្នាហើយនៅថ្ងៃបន្ទាប់ Daniel បានបើកឡានទៅកាន់ផ្ទះឪពុកចុងរបស់គាត់ពេលទៅដល់ឪពុកចុងរបស់គាត់បានលើកទឹកចិត្តគាត់កុំឲ្យពិបាកចិត្តខ្លាំងពេកហើយលើកទឹកចិត្តឲ្យ Daniel ទៅនិយាយសុំទោស Kathy ដូចនេះពេលនោះ Daniel បានទេទូរស័ព្ទទៅកាន់ Kathy និងសុំអង្វរឲ្យនាងទុកឱកាសឲ្យគាត់ម្ដងទៀតដោយ Kathy ស្ដាប់ការសុំទោសរបស់ Daniel ទៅដូចជាការសុំទោសចេញពីចិត្តស្មោះដូចនេះហើយនាងក៏បានយកព្រមឲ្យ Daniel អាចមកជួលនាងពី apartment ទៅកន្លែងធ្វើការបាន
ខាត់នេះនាងទៅបដងថាអង្ការពីម្សិលមិញដែលពួកគេបានជួបគ្នាហើយហ្នឹងណា Daniel ខឹងជាខ្លាំងបានបើកឡានយ៉ាងលឿនទៅបុកនឹងជញ្ជាំងហើយមិត្តភ័ក្តិទាំងអស់របស់ Daniel ខ្លាចថា Daniel គេអាចនឹងចេញអាការៈធ្វើបាបខ្លួនឯងហើយរឿងមួយនេះហើយដែលធ្វើឲ្យ Kathy មានចិត្តអាណិតអាសូរជាខ្លាំងទៅកាន់ Daniel នាងបានព្រមឲ្យ Daniel មកយកនាងនាំនាងទៅលេងផ្ទះឪពុកចុងរបស់គាត់នៅពេលព្រឹកថ្ងៃទី18ខែឧសភាមានជាងលាបថ្នាំមួយក្រុមកំពុងតែធ្វើការនៅផ្ទះមួយនៅតាមដងផ្លូវ Skylark លេខ900អំឡុងពេលពួកគេធ្វើការឮសំឡេងលាន់ចេញពីឧបករណ៍ទាំងអស់នោះស្របពេលទន្ទឹមគ្នានឹងដែរបានឮសំឡេងស្រែកជាខ្លាំងចេញពីការ៉ាសលុះ1ម៉ោងក្រោយមកទើបគ្នាជាងលាបថ្នាំនោះដើរចូលទៅក្នុងការ៉ាសអ្វីដែលពួកគេបានឃើញគឺជាទស្សនវិជ្ជាដ៏តក់ស្លុតជាខ្លាំងដោយគ្នាពួកគេបានឃើញ Kathy ដេកកាប់មុខនៅលើកម្រាលកៅអៅលើខ្លួនរបស់នាងឡើងដាច់រញ៉េរញ៉ៃពេញនោះសភាពរបស់នាងមុននឹងទំនងជាត្រូវបានរងការវាយប្រហារយ៉ាងឃោរឃៅហើយមាន Daniel កំពុងតែឈរនៅជិតនោះខ្លួនរបស់គេប្រឡាក់ជោគជាំទៅដោយឈាមហើយនៅកន្លែងកាត់ហេតុគឺមានពូថៅសម្រាប់កាប់ទឹកកកដែលមានប្រវែង24អ៊ីងជាធម្មតាគេប្រើវាយកទៅបំបែកទឹកកកនៅក្នុងរដូវរងាវាមានផ្លែមុខមានធ្មេញស្តៀងទៅនឹងរណាតែខ្លីហើយនឹងមានដងកាន់វែងបន្តមកទៀតខាងក្រុមជាងលាបថ្នាំចិញ្ចែននោះក៏បានទេទៅប្តឹងប៉ូលីសមកកាន់ទីតាំងពួកគេបានរាយការណ៍ថា Kathy រងរបួសយ៉ាងធ្ងន់ធ្ងរលើរាងកាយរបស់នាងជាពិសេសរបួសយ៉ាងខ្លាំងនៅផ្នែកខាងក្រោយនៃក្បាលហើយផ្នែករាងកាយនាងបានកាត់ចេញជាបំណែកនៅពេលដែលប៉ូលីសនាំ Daniel ទៅធ្វើការសាកសួរអំពីអ្វីដែលបានកើតឡើង Daniel បានប្រាប់ប៉ូលីសថាគាត់បានបញ្ចប់ជីវិតនាងបន្ទាប់មកប៉ូលីសបានសួរថាតើរបួសនៅលើក្បាលរបស់ Kathy កើតឡើងដោយរបៀបណា Daniel បានតបមកវិញថាគាត់អត់ដឹងច្បាស់ដែរប្រហែលជាកើតឡើងមកពីគាត់វាយនាងជាមួយនឹងពូថៅតកហើយខាងអ្នកស៊ើបអង្កេតចាប់អារម្មណ៍ឃើញអាកប្បកិរិយារបស់ Daniel អំឡុងពេលសាកសួរនោះគាត់បង្ហាញចេញមករៀងចម្លែកហើយប៉ូលីសជឿជាក់ថា Daniel កំពុងតែលាក់បាំងអ្វីមួយយ៉ាងបន្ទាប់មកប៉ូលីសបានយក Daniel ទៅឃុំខ្លួននៅក្នុង Kern County ខាងអ្នកស៊ើបអង្កេតជឿជាក់ថា Daniel បានប្រើល្បិចដើម្បីដាក់អន្ទាក់លបួងឲ្យ Kathy ចូលមកក្នុងការ៉ាសហើយ Daniel បានពាក់ស្រោមដៃដែលមាននៅក្នុងកន្លែងកាត់ហេតុបន្ទាប់មកគេបានធ្វើការវាយប្រហារទៅលើនាងម្ដងហើយម្ដងទៀតដោយគេបានយកពូថៅបំបែកតកទៅវាយសំពងនៅលើក្បាលនៅលើកនិងនៅលើមុខហើយបន្ទាប់ពី Kathy បានបាត់បង់ជីវិតទៅហើយ Daniel បានធ្វើរឿងអសិលធម៌ទៅលើសពរបស់ Kathy នៅអំឡុងពេលសាកសួរចម្លើយនឹងដែរ Daniel បានប្រាប់ប៉ូលីសថាគេអត់បានញ៉ាំថ្នាំផ្លូវចិត្តទេផ្ទុយទៅវិញគេបែរជាប្រើសារធាតុញៀនកញ្ឆាហើយគេបានប្រើច្រើនលើសចំណុះរួចហើយនៅពេលដែលប៉ូលីសស៊ើបអង្កេតសួរថាតើពេលហ្នឹងគាត់កំពុងតែ get high អត់ដែលកំពុងតែសប្បាយលើសបាត់បង់ស្មារតីហើយ Daniel តបមកវិញថា yes sir មានន័យថាហ្នឹងឯងគាត់កំពុងតែបាត់បង់ស្មារតីចំណែកឯឪពុកចុងរបស់ Daniel និយាយថាគាត់មិនបានដឹង Daniel ញ៉ាំថ្នាំជំងឺផ្លូវចិត្តហើយនឹងគេប្រើប្រាស់គ្រឿងញៀនអ្វីនោះទេគាត់មិនដឹងតតែសោះថា Daniel មានបញ្ហាសុខភាពផ្លូវចិត្តឪពុករបស់ Daniel គាត់ដឹងធំថា Daniel ហើយនឹង Kathy ទើបតែតាក់ទងគ្នាបានរយៈពេលខ្លីហើយនៅពេលប្រកាសហេតុដែលជាថ្ងៃឃាតកម្មនោះ Daniel បានប្រាប់គាត់ថាពួកគេទាំងពីរនាក់បានបែកគ្នាហើយឪពុករបស់ Daniel បានអះអាងទៀតថាគាត់បានឃើញ Kathy និង Daniel នៅជាមួយគ្នាមុនពេលមានកិច្ចកម្មបានកើតឡើងបើតាមផុសតាមនឹងពាក្យសម្ដីដែលប៉ូលីសប្រមូលមកបានគឺ Daniel មានជំងឺផ្លូវចិត្តដូចនេះហើយប៉ូលីសត្រូវធ្វើការផ្អាកបង្វែរទៅស៊ើបអង្កេតដើម្បីបញ្ជាក់ថាតើ Daniel មានជំងឺផ្លូវចិត្តពិតមែនឬទេមុននឹងធ្វើឯកសារបញ្ជូនទៅធ្វើការកាត់ក្តីក្នុងតុលាការនៅក្នុងតុលាការគេបានប្រកាសថាការស្លាប់របស់ Kathy គឺជាការបាត់បង់ដ៏សោកសៅមួយប៉ុន្តែពួកគេសង្ឃឹមថាសាធារណជននិងក្រុមគណៈវិនិច្ឆ័យអាចពិនិត្យឡើងវិញទាំងអស់ដើម្បីរកយុត្តិធម៌និងមិនមានភាពលំអៀងនៃភស្តុតាងនៅក្នុងរឿងក្តីនេះមានចំណុចស្មុគស្មាញជាច្រើនរយៈពេល2ឆ្នាំក្រោយមកទៀតនៅអំឡុងខែកញ្ញាឆ្នាំ2023គេបានបើកដំណាក់កាលកាត់ក្តីទៅលើករណីរបស់ Daniel ហើយ Daniel ក៏មានមេធាវីតំណាងឲ្យគាត់ដែរនៅក្នុងតុលាការ Daniel អត់បានសារភាពថាគាត់សម្រាប់ Kathy នោះទេចំណែកឯលទ្ធផលនៃការពិនិត្យលើរាងកាយរបស់ Kathy គេមិនបានរកឃើញ DNA បុរសណាម្នាក់នៅក្នុងរាងកាយរបស់នាងឡើយសូម្បីតែ DNA របស់ Daniel ក៏រកមិនឃើញមាននៅក្នុងរាងកាយរបស់នាងផងដែរនៅត្រង់ចំណុចហ្នឹងមេធាវីរបស់ Daniel បានលើកឡើងថាអាចជាមានបរិសុទ្ធណាផ្សេងចូលមកក្នុងការ៉ាសនិងបានវាយប្រហារទៅលើ Kathy ហើយមេធាវីរបស់ Daniel បាននិយាយការពារគេថា Daniel កូនក្តីរបស់គាត់មិនបានបំពានសេពសន្តិវៈទៅលើជនរងគ្រោះនោះឡើយចំណែកឯស្រោមដៃដែលរកឃើញនៅកន្លែងកើតហេតុនោះមេធាវីការពារក្តី Daniel បានលើកឡើងថា
នោះគឺជាស្រោមដៃដែលអ្នកសង្គ្រោះមិនទាន់បានព្យាបាលទៅឲ្យ Katy ហើយទុកចោលនៅកន្លែងកាត់ហេតុនោះមួយវិញទៀតមេធាវីក៏បានបញ្ជាក់ដែរថាគេរកមិនឃើញ DNA របស់ Daniel នៅលើពូថៅបំបីទឹកកកនោះឡើយហើយឧបករណ៍ផ្សេងៗនៅក្នុងកន្លែងកាត់ហេតុនោះទាំងអស់ក៏គ្មាន DNA របស់ Daniel ដែរគេឲ្យតែពីលើខ្លួន Daniel ប្រឡាក់ជោគជាំទៅដោយឈាមរបស់ផ្សេងៗគ្មាន DNA របស់ Daniel នោះទេដូចនេះវាអាចទៅរួចបើតាមពីសម្ដីរបស់មេធាវីបន្ទាប់ពី Daniel បានឮសំឡេង Katy ស្រែកជាខ្លាំងគាត់ក៏បានរត់ទៅកាន់ប្រភពសំឡេងហើយពេលគាត់ចូលទៅដល់ការ៉ាស់នោះគឺគាត់បានឃើញសាកសពរបស់ Katy បាត់ទៅហើយមេធាវីកាលពីក្តីបានសួរថាហេតុអ្វីបានជា Daniel វាយប្រហារទៅកាន់ Katy ទាំងដែលមានជាងកំពុងតែលាបថ្នាំនៅខាងក្រៅបើសិនជាក្រុមគណៈវិនិច្ឆ័យជឿជាក់ថា Daniel មានទោសមេធាវីកាលពីក្តីរបស់គាត់នឹងលើកឡើងហេតុផលថាគេកំពុងតែមានស្ថានភាពផ្លូវចិត្តមិននឹងណដូច្នេះហើយគេប្រកាសជាមិនប្រឈមមុខជាមួយនឹងបទល្មើសឃាតកម្មកម្រិតទី1នោះទេដល់ឡែកខាងរាជអាជ្ញាបានច្រានចោលគំនិតដែលថាមានមនុស្សផ្សេងចូលមកសម្លាប់ជនរងគ្រោះគឺគេមកតាមទាន់ឃើញវត្តមានរបស់ Daniel នៅក្នុងនោះអញ្ចឹងគ្មានអ្នកណាផ្សេងក្រៅពី Daniel នឹងឯងដោយគេរកមិនទាន់ឃើញពីកត្តាជំរុញតើ Katy បានធ្វើអ្វីដែលធ្វើឲ្យ Daniel សម្លាប់ទៅលើនាងបែបនេះរាជអាជ្ញាបានលើកឡើងមកថាទង្វើ Daniel ដែលធ្វើឡើងកត្តាជំរុញចេញមកពីការប្រច័ណ្ឌរបស់គេគឺវាកើតឡើងចេញពី Daniel ពិបាកចិត្តខ្លាំងបន្ទាប់ពី Katy សុំគាត់បែកគ្នាក៏ប៉ុន្តែ Daniel មិនសុខចិត្តទេគាត់កើតចិត្តហួងហែង Katy យល់ថា Katy គឺជាកម្មសិទ្ធិរបស់គាត់តែម្នាក់បើទោះបីជាបន្ទាប់ពីពួកគេបានបែកគ្នាហើយ Daniel បានដឹងថា Katy ផ្ញើសារលេងជាមួយនឹងមនុស្សផ្សេងនៅលើ Facebook រឿងនេះបានធ្វើឲ្យ Daniel កាន់តែខឹងខ្លាំងឡើងហើយគេបានធ្វើការសាកសួរទៅកាន់អ្នកទោសម្នាក់ដែលមានឈ្មោះថា Nicholas ជាអ្នកទោសរួមគុកជាមួយនឹង Daniel ដែលអំឡុងពេល Daniel ឃុំខ្លួនរងចាំការកាត់ក្តីរយៈពេល3ទៅ4ខែអំឡុងពេលនោះ Daniel បាននិយាយប្រាប់គាត់ពីស្នេហាច្បោកច្បល់ជាមួយនឹង Katy ហើយ Daniel បានសារភាពថាគាត់មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេគាត់បានធ្វើបាបនាងនៅឯផ្ទះឪពុកចុងរបស់គាត់ការដែល Daniel ពិបាកចិត្តនិងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានវាជាការរួមផ្សំមកពីគាត់ប្រើប្រាស់គ្រឿងញៀនផងដែរដោយ Daniel ក៏អត់បាននិយាយចេញពីមាត់ថាគាត់បានសម្លាប់ Katy នៅក្នុងតុលាការទេគាត់និយាយពីរបួសដែលកើតឡើងចេញពីពូថៅបំបែកតកឯណោះទៅវិញបើតាមពាក្យសម្ដីរបស់ Nicholas ដែលជាអ្នកទោសរួមគុកជាមួយ Danielគេនិយាយថា Daniel មិនដែលបង្ហាញពីការសោកស្ដាយទៅលើទង្វើរបស់គេនោះទេហើយ Nicholas បាននិយាយប្រាប់ទៅកាន់ចៅក្រមថាកំហុសដែល Katy បានធ្វើមានតែមួយគត់គឺនាងតាក់ទងជាមួយមនុស្សខុសមានតែពួក Derachan ទេដែលអាចធ្វើរឿងខុសខើបែបនេះលោកយាយរបស់ Katy បាននិយាយនៅក្នុងតុលាការថាគាត់ពិតជាស្ដាយក្រោយណាស់ដែលតុលាការក្នុង California លែងមានទោសប្រហារជីវិត Daniel គឺស័ក្តិសមទៅនឹងទោសប្រហារជីវិតមួយវិញទៀត Daniel មានប្អូនស្រីអាយុ10ឆ្នាំម្នាក់គេបានសួរទៅកាន់ Daniel តើលោកមានខ្វល់ពីការធំធាត់ឡើងរបស់ប្អូនស្រីដែរទេដែលមានបងប្រុសជាឃាតករបែបនេះមួយពេលនោះ Daniel បានតបមកវិញថានិយាយតាមត្រង់ទៅគាត់ក៏អត់ដឹងដូចគ្នាឪពុករបស់ Katy គាត់បាននិយាយទាំងសោកសៅថាមិនដឹងថាតើមុនពេល Katy បាត់បង់ជីវិតនាងគិតបែបម៉េចនាងជួបរឿងអ្វីខ្លះទាំងដែលនាងទៅតែតាក់ទងស្នេហាជាមួយ Daniel បានត្រឹមតែ1ខែបែរជាត្រូវបាន Daniel ធ្វើបាបនាងដោយប្រើពូថៅបំបែកតកដោយគ្មានក្តីមេត្តាឪពុករបស់ Katy បាននិយាយនៅក្នុងតុលាការថាកូនស្រីរបស់គាត់នៅពេលនោះប្រកាសជាអស់សង្ឃឹមគ្មានកម្លាំងតបតទៅនឹងសត្វ Derachan ដូចជា Daniel ទេដែលគេបានវាយសម្ពងមកលើនាងម្ដងហើយម្ដងទៀតហើយគាត់បានបង្ហាញពីការខឹងសម្បារដែល Daniel បានយកជីវិតកូនស្រីជាទីស្រឡាញ់តែម្នាក់របស់គាត់បន្ទាប់មកខាងចៅក្រមបានកាត់ទោសឲ្យ Daniel ជាប់គុក25ឆ្នាំនិងបូកពីលើ2ឆ្នាំ4ខែពីបទឧក្រិដ្ឋឃាតកម្មកម្រិតទី1ការប្រើប្រាស់អាវុធដ៏សាហាវនិងការប្រមាថទៅលើសាកសពមនុស្សហើយលោកចៅក្រមបានច្រានចោលពីការលើកឡើងរបស់មេធាវី Daniel ដែលថាទង្វើទាំងអស់នេះវាកើតឡើងដោយសារតែស្ថានភាពផ្លូវចិត្តមិននឹងណនោះអំឡុងពេលកាត់ក្តីទទួលទោសនោះ Daniel អង្គុយទាំងភាពស្ងៀមស្ងាត់គេនៅតែមិនបង្ហាញពីការសោកស្ដាយឬសុំទោសអ្វីនោះទេគឺ Daniel អង្គុយបាក់ភ្នែកមើលគេភ្លឺនេះបង្ហាញពីគេជាមនុស្សគ្មានការអាណិតអាសូរសូម្បីតែបន្តិចតែការកាត់ក្តីទៅលើ Daniel មិនទាន់បញ្ចប់ដំណឹងទេក្រោយមកទៀតមាននារីម្នាក់ទៀតបានចេញមុខមកចោទប្រកាន់ Daniel ថា Daniel បានធ្វើបាបបំពានរាងកាយនាងតាំងពីឆ្នាំ2016ដល់ឆ្នាំ2021ហើយលើពីនេះទៀត Daniel ជាប់ពីករណីផ្សេងទៀតដូចជាបំពានសេពសន្តិវៈទៅលើក្មេងអាយុក្រោម14ឆ្នាំ
នឹងមានទង្វើបំពានទៅលើក្មេងអាយុក្រោម10ឆ្នាំម្នាក់ទៀតហើយគេមានកាន់កាប់រូបភាពអាហារភាសរបស់ក្មេងៗជាង600សន្លឹកបើតាមរបាយការណ៍ប៉ូលីសដែលជនរងគ្រោះបានមកប្តឹងប៉ូលីសនោះគឺថា Daniel បានបង្ខំឲ្យជនរងគ្រោះប៉ះកន្លែងមិនគួរសមរបស់គេហើយគេបានធ្វើរឿងមិនសមគួរទៅលើជនរងគ្រោះជាច្រើនចំណែកឯ Katie នាងគឺជាមនុស្សដែលគិតវិជ្ជមាននិងយកចិត្តទុកដាក់មើលថែទៅកាន់មនុស្សជុំវិញខ្លួននាងជាមនុស្សដែលស្រឡាញ់សត្វនាងមាន donation លុយឧបត្ថម្ភសម្រាប់មើលថែសត្វអនាថាបន្ទាប់ពី Katie បាត់បង់ជីវិតទៅម្ដាយឪពុករបស់នាងយកលុយ donation នោះដើម្បីទៅមើលថែសត្វអនាថាទាំងអស់នោះបើទោះបីជានាងលែងមានវត្តមានប៉ុន្តែក្តីស្រឡាញ់នៅតែបន្តមានហើយនឹងបន្សល់ជាការចងចាំដ៏កក់ក្ដៅរឿងក្តីនៅថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយតើបងប្អូនទាំងគ្នាមានមតិយោបល់បែបណាអាចជជែកគ្នាបាននៅខាងក្រោមវីដេអូនេះអរគុណចាំជួបគ្នានៅវីដេអូក្រោយបាយបាយ